បងប្អូនទេរយន្ត Ford Java Track សិន 3.0 V6 ថ្មីហើយតែអត់ទាន់ចេះប្រើ function នៅខាងក្នុងរថយន្តនេះមែនទេថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកអំពី function សំខាន់ៗទាំងអស់ដែលបងប្អូនដែលជាអតិថិជនថ្មីហ្នឹងគួរតែដឹងហើយសម្រាប់បងប្អូនណាដែលកំពុងតែពិចារណាគិតថាចង់ទិញរថយន្ត Ford Java Track ម៉ាស៊ីន 3.0 នេះដែរហ្នឹងក៏អាចទស្សនាហើយបានដែរអញ្ចឹងខាងមុខខ្ញុំនេះគឺជា Ford Java Track 2026ម៉ាស៊ីន 3.0 V6 Turbo Diesel បាទជាភេទម៉ាស៊ីនម៉ាស៊ូតបងប្អូនអរគ្នាហើយអ្វីដែលធ្វើឲ្យ model នេះពិសេសនោះគឺម៉ាស៊ីនកម្លាំង V6 ហើយប្រើប្រាស់ជាមួយនឹងប៉ុង2កាពីតាទៀតនោះហើយបើនិយាយពីប្រអប់លេខគឺដល់ទៅ10វគ្គអូតូហើយនឹងមានប្រព័ន្ធសុវត្ថិភាព technology ជាច្រើនដែលខ្ញុំនឹងជំរាបបងប្អូននៅពេលបន្តិចទៀតនេះបាទបងប្អូនអរគ្នាអញ្ចឹងឥឡូវនេះសោនៅក្នុងដៃខ្ញុំស្រាប់អញ្ចឹងនៅពេលបងប្អូនមានសោណាបងប្អូនអរគ្នាអញ្ចឹងបងគ្រាន់តែដាក់ដៃនេះនៅកន្លែងហ្នឹងទៅអញ្ចឹងទ្វារនឹង unlock ខ្លួនឯងតែម្ដងបាទព្រោះនៅក្នុងនេះវាមាន sensor ណាហើយបើក្នុងករណីថាបងចង់បិទទ្វារនឹងវិញបាទនេះវាមានកន្លែងធត់នេះបងគាត់ដាក់ដៃទៅគឺ lock ខ្លួនឯងតែម្ដងបាទបងប្អូនអរគ្នាអញ្ចឹងពាក់ព័ន្ធនឹងកៅអីនេះដែររបៀបសេរីយើងអាចសេរីបានរហូតដល់ទៅ8របៀបឡាននេះណាអញ្ចឹងយើងអាចបានទៅមុខទៅក្រោយបាទឡើងលើចុះក្រោមបាទហើយនេះខ្នងនេះទៅក្រោយទៅមុខចឹងទៅហើយអាមួយទៀតនេះគឺខ្នើយខ្នងបាទយើងអាចសេរីឡើងចុះបាននៅខ្នើយខ្នងនេះណាបាទអូខេបងប្អូនអរគ្នាអញ្ចឹងយើងដំបូងឡើយយើងសូមបញ្ឆេះសិនណាបាទអញ្ចឹងចន់ប្រាំងចុចប៊ូតុងអូខេបិទទ្វារតែម្ដងទៅអូខេបងប្អូនអរគ្នាអញ្ចឹងពាក់ព័ន្ធនៅកន្លែងដៃទ្វារនេះណាយើងមានប៊ូតុងមួយនេះគឺសម្រាប់ unlock ទ្វាររូបបើកសោហ្នឹងហើយនេះគឺសម្រាប់ lock ទ្វារបាទហើយនៅផ្នែកខាងក្រោមនេះទៀតយើងមានកន្លែងចុចសេរីចុចកញ្ចក់ចុះក្រោមណាបងពីរនេះសម្រាប់កៅអីជួរទី2ហើយនេះសម្រាប់ជួរខាងមុខបាទហើយកន្លែងនេះសម្រាប់សេរីកញ្ចក់ត្រឡោកឆ្វេងឬក៏ស្ដាំខាងនោះបាទអញ្ចឹងបងចុចខាងឆ្វេងនេះគឺសម្រាប់ខាងនេះហើយខាងឆ្វេងបាទហើយខាងស្ដាំនោះគឺសម្រាប់ខាង passenger អង្គុយជាមួយយើងហ្នឹងណាចឹងពេលបងចុចទៅគឺវានឹងភ្លឺហើយអញ្ចឹងបន្តមកទៀតយើងអាចចុចសេរីទិសដៅទាំង4ហ្នឹងលើក្រោយឆ្វេងស្ដាំបានណាបាទអូខេហើយមួយទៀតនេះពាក់ព័ន្ធទៅនឹងកន្លែងយើងចុចកញ្ចក់ក្តោបអញ្ចឹងនៅពេលដែលយើងចុចទៅវាក្តោបអញ្ចឹងចុចមួយវិញគឺបើកហើយមួយទៀតនេះគឺសម្រាប់យើងចុចទៅឡុកកញ្ចក់កៅអីជួរទី2ណាកុំឲ្យក្មេងៗគាត់ចុចបើកបានណាបងប្អូនទាំងអស់គ្នាបាទអូខេបងប្អូនអរគ្នាអញ្ចឹងពាក់ព័ន្ធទៅនឹងប្លុកកន្លែងនេះគឺសម្រាប់យើងសេរីភ្លើងអំពូលរបស់យើងណាអញ្ចឹងជាទូទៅនៅពេលដែលបងបញ្ឆេះមកគឺវានឹងលោតចូលទី3នេះហើយមានរូបបើកភ្លើងនេះហើយមានអក្សរ A នៅនេះហ្នឹងគឺបញ្ជាក់បាននេះថាកន្លែងហ្នឹងគឺ sensor auto គឺវាដំណើរការខ្លួនឯងហើយអញ្ចឹងណាហើយបើសិនជាបងត្រូវបិទវាយើងបួនមកលើបានអានេះគឺបិទហើយអានេះភ្លើងដមីយើងទូទៅអានេះទី3ដែលអូតូមិញហ្នឹងហើយបើអញ្ចឹងក្រោយនេះគឺយើងនឹងបើកភ្លើងភ្លឺតែម្ដងបើទោះបីកន្លះទេសៈមេឃភ្លឺមិនក៏ដោយគឺវាធ្វើការអូតូទេគឺយើងបើកវាភ្លឺបាត់ហើយបាទហើយប៊ូតុងនេះទៀតគឺសម្រាប់បើកពិលកាងខាងក្រោមណាបាទចុចមួយបើកចុចមួយបិទវិញបាទហើយខាងនេះមានសញ្ញាដកសញ្ញាបូកហើយមានកុងទ័រពលឺហ្នឹងគឺអានេះថាពលឺកុងទ័រ screen របស់យើងនេះណាអញ្ចឹងយើងអាចចុចថយឬក៏តម្លើងបានអញ្ចឹងទៅបាទហើយកន្លែងនេះយើងមានកន្លែងដាក់កែវកាហ្វេដាក់អីចឹងណាបងប្អូនអរគ្នាបាទស្រួលដែរបាទបងប្អូនអរគ្នាអញ្ចឹងពាក់ព័ន្ធទៅនឹងប៊ូតុងនៅលើដៃចង្កូតនេះក៏មានច្រើនដែរអញ្ចឹងដូចនៅនេះមួយនេះអញ្ចឹងគឺគេហៅថាប៊ូតុង cruise control ណាហើយពេលដែលបងចុចមកគឺវានឹងលោតនៅលើ screen នោះហើយឥឡូវចុច clear នេះសិនបាទអញ្ចឹងយើងចុចវាមកគឺវានឹងលោតនៅលើនោះហើយបន្តមកទៀតវានឹងលោតកណូកម្មនោះដែលបញ្ជាក់ថាយើងអាចទុកចន្លោះសុវត្ថិភាពទៅនឹងឡានខាងមុខបានណាហើយប៊ូតុងហ្នឹងគឺយើងអាចចុចនៅកន្លែងនេះប៊ូតុងមួយនេះបាទចុចទៅយើងអាចកំណត់ចន្លោះសុវត្ថិភាព1កម្ម2កម្មឬក៏4កម្មអញ្ចឹងណាឆ្ងាយបំផុតបាទហើយមួយទៀតនៅពេលបងចង់តម្លើងលបឿនឬក៏ថយលបឿនអីនៅពេលហ្នឹងយើងគ្រាន់តែ set វាអញ្ចឹងទៅនេះរុញទៅលើបូកហ្នឹងគឺយើងតម្លើងលបឿនហើយបើដកនេះគឺយើងបន្ថយលបឿនវិញអញ្ចឹងណាបាទហើយមួយវិញទៀតប៊ូតុង lim នេះគឺ limit speed បងប្អូនអរគ្នាពេលបងប្អូនចុចទៅគឺវានឹង load លើនោះអញ្ចឹងវាដាក់ថា limit speed 20បាទអញ្ចឹងបានន័យថាយើងអាចជិះបានត្រឹមតែលបឿន20គីឡូម៉ែត្រក្នុង1ម៉ោងទេបើសិនជាលើសហ្នឹងតោះតែយើងតម្លើងដែរបាទយើងអាចដាក់វាទៅរហូតដល់ត្រឹម80អីចឹងទៅបើសិនជាយើងដឹងថាផ្លូវហ្នឹងគេកំណត់លបឿនត្រឹម80ចឹងណាខ្លាចយើងជន់ជ្រុលជើងអីចឹងទៅបាទហើយចង់បិទវាវិញគឺចុចកន្លែងហ្នឹងវិញមកហ្នឹងហើយហើយប៊ូតុងនេះមួយទៀតគឺមុខងារ lane keeping បងប្អូនអរគ្នានេះសញ្ញារូបហ្នឹងចុះបងចុចមកគឺដើម្បីបិទអញ្ចឹងចុច2ដងមិនបិទបាទអញ្ចឹងវាចេញសញ្ញារូបទឹកក្រូចគូសបែបហ្នឹងគឺបានន័យថាបិទហើយបាទហើយចង់បើកវាវិញក៏បានចុចនៅនឹងដូចគ្នាបាទ
ហើយខាងក្រោមនេះមានប៊ូតុងបន្ថយសលេងតម្លើងសលេងវិជា function ផ្សេងៗបើករថយន្តឬក៏ set ម៉ាស៊ីនត្រជាក់អីហ្នឹងតាមភាសាអង់គ្លេសក៏បានដែរតាមប៊ូតុង voice command មួយនេះណាហើយខាងនេះប៊ូតុងនេះគឺសម្រាប់ដែលយើងសេរីមនុយនេះបាទហើយអានេះផ្នែកខាងក្រោមនេះគឺមានប៊ូតុងសម្រាប់នេះរូបធ្លាក់ទូរស័ព្ទអានេះសម្រាប់ដូរប៉ុស្តិ៍រថយន្តដូរចម្រៀងដូរអីក្នុង YouTube អីចឹងណាបាទហើយពាក់ព័ន្ធនឹងប៊ូតុងសម្រាប់បញ្ជាលើ screen នេះដែរនេះអា tray 3នេះគឺមនុយបាទចុះបងចុចមកវា load មកមនុយវាមានមុខងារច្រើនដែលយើងអាចចូលទៅមើលបានមាន trip មានមុខងារ off road អីចឹងទៅបាទ screen សដោង audio បាទមានភ្ជាប់ទូរស័ព្ទមាន setting ផ្សេងៗបាទនៅក្នុងហ្នឹងហើយមានកន្លែង vehicle maintenance អីយើងអាចចូលមើលអាយុជីវិតប្រេងរបស់យើងហ្នឹងនៅសល់ប្រហែលភាគរយក៏ដូចគ្នាជាមួយនឹងមើលសម្ពាធកង់ក៏បានដូចគ្នាដែរនៅក្នុងហ្នឹងបាទបញ្ជាក់ដែរពួក Valtrac ស៊េរីថ្មីម៉ាស៊ីន3ចុចនេះក៏មានពពាក់មកជាមួយ valve sensor កង់ដែរអញ្ចឹងយើងអាចតាមដានសម្ពាធកង់ឡានរបស់យើងបានណាតែបើ Valtrac 2.0 របស់យើងកាលពីមុនហ្នឹងគឺអត់តន់មានទេបាទតែមិនដាក់មកក្នុងចំនួនថ្មីហ្នឹងទេមួយវិញទៀតបងប្អូនអរគ្នាពាក់ព័ន្ធនឹងចង្កឹះសញ្ញោនេះដូចតែយើងទូទៅអញ្ចឹងបាទសញ្ញោឆ្វេងសញ្ញោស្ដាំបាទ hi-fi អីហ្នឹងហើយនៅនេះយើងញាក់ភ្លើងញាក់អីហ្នឹងហើយខាងនេះយើងមានផ្លិតទឹកបាទផ្លិតទឹករបស់យើងនេះកាលណាយើងកាច់មកក្របអស់ចេះគឺបាត់ហើយបងប្អូនអរគ្នាវានៅកន្លែងលីកសូនេះណាបន្តមកទៀតបងរុញមកលើមកកម្មទៅអញ្ចឹងកលៈទី1ហ្នឹងគឺជាកលៈផ្លិតទឹកអូតូអញ្ចឹងបងទុកវាចោលនៅកលៈទី1ហ្នឹងទៅនៅពេលដែលមេឃភ្លៀងមេឃអីអញ្ចឹងទៅនៅលើកញ្ចក់ហ្នឹងវានឹងធ្វើការបក់ខ្លួនឯងតែម្ដងបើសិនជាបងវិញទៅមកកលៈទៀតគឺវានឹងទៅខ្លួនឯងហើយបាទទៅរហូតហើយមួយទៀតញាប់អញ្ចឹងទៅបាទអញ្ចឹងដាក់កលៈទី1ទៅស្រួលបាទហើយមួយទៀតនៅពេលដែលបងដាក់អូតូហ្នឹងយើងក៏អាចកំណត់sensitivity របស់វាបានដែរបាទយើងចង់ឲ្យវាលឿនឬក៏យឺតអីចឹងយើងអាចមួលអាប៊ូតុងយើងអាចមួលអាកន្លែងនេះបានណាហ្នឹងហើយទំនើបមែនតើមួយទៀតបងអរគ្នារបៀបមើលនៅក្នុងកុងតរនេះណាព័ត៌មាននៅក្នុងហ្នឹងអញ្ចឹងដោយខាងនេះហ្នឹងគឺពាក់ព័ន្ធទៅនឹងកម្រិតเพลงសាំរបស់យើងដែលនៅសល់បើសិនជាបងចាក់ពេញអញ្ចឹងណាអញ្ចឹងអាកម្មហ្នឹងវានឹង load ដល់លើបាទហើយជាមួយនឹងកម្រិតเพลงរបស់យើងនៅសល់ហ្នឹងដែរក៏វាបង្ហាញជាមួយនឹងគីឡូដែលវាប្រហែលឲ្យយើងដឹងថាពេលរបស់យើងហ្នឹងនៅសល់ជិះបានប្រហែលប្រហែលគីឡូទៀតបាទហើយនៅខាងនេះគឺវាមានជាមួយនឹងគីឡូដែលឡានរបស់យើងហ្នឹងខូចបានប្រហែលគីឡូហើយនៅខាងនេះគឺកម្ដៅឡានរបស់យើងអញ្ចឹងណាបងប្អូនអរគ្នាបាទហើយមួយទៀតបងប្រហែលជាអាចនឹងឆ្ងល់ថាកុងទ័រឡាននេះមិនបានវាមានរូបវងមូលអញ្ចឹងបាទតាមពិតអាហ្នឹងយើងអាចសេរីបានទេអញ្ចឹងបងដំបូងឡើយបងត្រូវចូលកន្លែងមនុយនេះបន្តមកទៀតបងចូលមកកន្លែង setting នេះហើយបន្តមកទៀតយើងចូលកន្លែងនេះកន្លែង classic view ហ្នឹងអញ្ចឹងក្នុងនោះវាមាន2 style ទី1គឺ round speedometer ហ្នឹងគឺអាហ្នឹងគឺអារបៀប counter style វងមូលមិនហ្នឹងណាបើសិនជាបងអត់ចង់បានអាវងមូលហ្នឹងទេយើងដាក់ជាប្រភេទ digital speedometer ហ្នឹងក៏បានដែរអញ្ចឹងវាបង្ហាញតែតួលេខគីឡូទេបាទអូខេបងអរគ្នាអញ្ចឹងពាក់ព័ន្ធជាមួយនឹង screen កណ្ដាលរបស់យើងនេះទំហំ12 inch ជាប្រភេទ touch screen អញ្ចឹងនៅក្នុងនោះយើងអាចសេរី setting បានជាច្រើនបាទហើយនៅក្នុង screen នឹងដែរក៏យើងអាចជាប់ជា Apple CarPlay ឬក៏ Android Auto ក៏បានដូចគ្នាអញ្ចឹងរបៀបផលនេះបងប្អូនអរគ្នាយើងមានច្រើននៅក្នុងនោះអញ្ចឹងយើងចូលម្ដងមួយណាអញ្ចឹងអាកន្លែងចុចនេះពងមូទុចអុចមិញហ្នឹងគឺកន្លែងដែលយើងចូលមកមុខងារទាំងអស់នេះវាមានរថយន្តវាមានកន្លែងភ្ជាប់ទូរស័ព្ទអីចឹងទៅប្រព័ន្ធ media វាមាន Apple CarPlay បាទវាមាន Android Auto សភៅណែនាំអីចឹងទៅកន្លែង note វាមានកន្លែងបើកភ្លើង zone lighting នៅពេលដែលយើងបលោតឡានបាទហើយវាមានកន្លែង screen យើងចូលមើលពេលដែលយើងមានកតុយសដៅអីចឹងទៅណាបងប្អូនកន្លែងហ្នឹងបាទហើយមួយទៀតកន្លែងហុកឡាននេះគឺវាមានជាមួយនឹងព័ត៌មានជាច្រើនដែលយើងអាចសេរីបាននៅក្នុងហ្នឹងវាចែកជាប្លុកមួយហ្មងមានជាកន្លែង control វាមានកន្លែង sound បាទវាមាន driver assistant វាមានកន្លែង vehicle setting general setting connectivity setting អីចឹងទៅឬក៏ for assistant setting ដែលយើងអាចសេរីបានតាមហ្នឹងអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថាដូចក្នុង control អញ្ចឹងវាមានកន្លែងយើងចូលបិទ auto hold បើក auto hold អញ្ចឹងណាឬក៏យើងអាចចូលកន្លែង screen off road អីអញ្ចឹងបាននៅនេះណាបាទហើយកន្លែង sound នេះក៏ដូចគ្នាយើងអាចចូលទៅ set speaker របស់យើងហ្នឹងសេរីបាសបាទសេរី mid range ឬក៏ treble ហ្នឹងក៏បានដែរនិយាយទៅសេរីមកពេញចិត្តខ្លួនឯងបានបាទហើយកន្លែង driver assistant នេះក៏មានមុខងារជាច្រើនដែលជាមុខងារជំនួយក្នុងការបើកបរសម្រាប់ driver ណាអញ្ចឹងដូចមុនហ្នឹងវាមាន auto hold យើងអាចបិទក៏បានបើកក៏បានដែរមុខងារ auto hold ហ្នឹងណាបាទបងប្អូនអរគ្នាអញ្ចឹងមុខងារ auto hold ហ្នឹងនៅពេលបងបើកវាទៅអញ្ចឹងនៅពេលដែលបងទៅដល់ stop ឧទាហរណ៍ណាយើងទៅដល់ stop
dương là bươn ấy hái dương độ chương trình vì franc bàn đòi lan dưới nứng bị ọt nứng rùng cơ từ một tỷ bàn là về để bong bong bạc ô tô hố nữa nè bàn hai mươi tiếc lại đi bên cruise control để những ai cầm nọt ban đã chia một phết nọ mò của ban rồi chia một phết adopt thi của bàn này bàn ok mùi tiết mình lên keeping cái này là dương ai cần nọt setting bỏ của pon chập cái lồng phơi nắng nó không nó vì min mode tiền để dương ai select ban chia một phết alert vì còn ta được nhỏ cho câu tê rồi có dân đã end cứ vì chui tiền cho cô dân cho tôi không có lỡ quên rồi có dân đã alert bốc end này tiết cứ vì đừng thôi ca thằng pi là mà đòn chui tiền cái chui tiền alert nhỏ cho code có vì nhỏ bà hay dân có ai cầm nọt intensity bàn này chỉ nọ mo chỉ low các bạn chỉ hai các bạn bà ok nó cứ một pon lên cái ping mùi tiết cứ pre collision assist nó không能ได้vì miền đã nè distance indication nó cứ ní cái này radar không bọn nó chỉ một bệnh nhóm bắt cứ viện miền để bà chẳng bởi riêng bá cứ viên đường lột màu khẳng một này chẳng mà sân chỉ bóng phone báo 8 plus nó bên Milan khẳng một cứ viên đường 2 ở những đằng địch kia anh ấy cứ cái hata distance indication automatic mean automatic emergency brake cái cứ phản auto đó hay mean upon evasive steering assist trên đuôi vehicle code bên để mean ông xã khẳng một ấy đó bà đấy bà hay mean một nghe mới tiết ô mean lại alert sensitivity đây nó nói về miền 2 bà về miền nọ mo miền lô ở trong từ chấn bờ recommend món cứ nó không có bong ai đã lô từ nằm bay cầm oi bị chạp chạp về chứ nè bởi vì chẳng ai bờ sân chỉ dân đã hai chứ vì chẳng ai nghĩa chạp chấn vô lõ đã lô từ bờ sân chỉ bong bóng bạc trong trời bà cái anh pre collision assist mới tiết miền review camera delay anh bờ sân chỉ dân bác nó về đại dương thông đá bởi dân đã chắc vì mình lột tên camera mà lên năng ngày chắc mà sân chịu bong ở đã về delay chắc là bong đồ ta đã ân được đã đế áp tên camera để vi cho bị mà nó cứ viên nó lốt nó lên nó mà thu và bị bật ở bình nắng á cứ cái này một nghiến camera view camera delay mới tiết bên blind spot information system nó cho nó cứ một nghĩa đo tầm nâng pk va chế nhé nè bà cho nó cái này ní ổ bong nó biết đi rồi á bà anh nó cứ hai thang blind spot information system mùi tiền đấy cái hai thang cross traffic alert ní chắc là nó biết đôi tờ blind spot chân còn là thay với thời các lan bao giờ chạy khỏi màu chắc là miền lan màu chắc cứ viên được lứ ở dương đăng một nơi cái này cái chợ tà lọc bằng mùi tiết miền cross traffic alert view chắc bây giờ thì dương ba vía chắc là p đại viên miền p là viết thơ cá cứ viên lốp theo camera mò thay tiền nằm bây giờ xuống mờ mùi bên tiết miền reverse brake assist khang khóm đấy cứ ở một nghĩa chân núi chập franc p đại dương dài cao bà hay là trong khói driver alert chui đa tương nè bác bò bà nó về ngoài kia chẳng á là ngày trong này tiếp viên cái lệnh vehicle bà chẳng vehicle này cứ những ai miền setting mà chỉnh luôn tức là những ai cần nọt ban đối san sub nhiệt ti max ai đó nó cứ những phải trái chó ban san sub nhiệt ti cứ bởi những bằng tầm một tí là nó lột luôn ánh 20 tiết đấy dương miền một nghề để occupant alert đã bay chui đa tương là về để miền đã luôn là chừng mùi dương nó phải khăn khói cứ viên đường lột bằng hai tên là lớn đi nó về dương lan nguyên tiết biên khi detection alert bởi vì dương bạc vía một nghiên nó là về để chân bị lan tới chỉ mũi sao do tới chỉ mũi nó cứ viên đừng display dương đăng dẫn này bà hay cái này biên setting bảo window miền bạc remote open tam dạ tele ấy năng miền lật tặc ô tô bà đến sensing năng miền lương là free lighting bà lương chỉ họ đòi chăng đây chỉ mũi đừng lan màu bị khang một ấy giấc nè ấy hay miền lock auto lock xinh nó năng chân từ bà khỏi này mình mirror auto fold tiết bà chân mirror auto fold này cứ chỉ cái chọn lọc xong khá nó sân chỉ dừng bạc viền chết nhưng chạy lọc tới vì chạy bị lán nó nhưng chạy lọc tới cứ cái chọn nó cái đọc luôn này tại đòn ta bây giờ còn bán bao một người tế tôi bây giờ tất cả hái nhưng chạy lọc còn việc cái đọc này bà hay mình passenger airbag ba cái chẳng từ bà trong này tiết miễn general bà chân general ấy chơi như nguyên cái lạnh sẽ mong sẽ đâu phía xa đô khăn ong xa cầm rất spring chỉ bật chung khăn sòng piệt con bà touch screen beep ấy năng ai lưu sẽ lên pitput ấy chẳng á bà hay khăn khóm đi sống khán cái lâu bong lịch báo cứ cái hai thằng em biển lái thế nó cứ gặp lương lứ nè bà chấn những ai bật bia có bán bạn bia có bàn ta bờ miền hái bao tới lọ bà hay cái này nó sẽ connectivity xem bluetooth chẳng từ bà một người chuyển nuôi voice command em xem năng cứ những ai set mở tao ní bàn anh mới tích cứ camera bài học
អញ្ចឹងពេលបងចុចមកវាលោតឲ្យយើងមើលនេះកាមេរ៉ាខាងមុខអានេះគឺបញ្ជុំឡានរបស់យើងបាទយើងអាចមើលបានច្រើន style នេះអានេះរៀងតលាយបន្តិចបាទអានេះបើយើងមានកតុយសដងទៅក្រោយយើងអាចតបានអានេះយើងមើលផ្នែកខាងក្រោយអានេះយើងមើលចំហៀងឆ្វេងស្ដាំបាទហើយនេះប៊ូតុងនេះវាទៀតគឺកន្លែងដែលយើងអាចបិទបើក sensor ឡានរបស់យើងបានណាបិទហ្នឹងក៏បានដែរអូខេហើយបើកន្លែងនេះកន្លែងភ្ជាប់ទូរស័ព្ទ Search for your vehicle on your device and select it once it is found អូខេបងអញ្ចឹងសូមបង្ហាញរបៀបភ្ជាប់ទូរស័ព្ទបន្តិចអញ្ចឹងបាទភ្ជាប់ Bluetooth ណាអញ្ចឹងដំបូងឡើយបងត្រូវចូលមក setting របស់យើងនៅក្នុងទូរស័ព្ទដៃហ្នឹងតមកទៀតយើងចូលកន្លែង setting មកហើយចូលកន្លែង Bluetooth មកបាទបើកវាចោលអញ្ចឹងទៅតមកទៀតបងចូលកន្លែងហុកឡានហ្នឹងក្នុងឡានហ្នឹងគឺក្នុង screen ហ្នឹងវាមានប៊ូតុងនេះ Search for your vehicle on your device and select it once it is found បងហៅមើលនៅក្នុងនេះវានឹង load អក្សរនេះ Ford Ranger បនឡានហ្នឹងគឺ Ford Ranger Vatrac ណាអញ្ចឹងគេដាក់ក្នុងនេះតែ Ford Ranger ទេចុចប៉ាច់មក Confirm that the pin displayed on sync matches the code pin ត្រូវ displayed ហើយ on your គេមក device ឡើយវាទាំងអស់មកនៅលើនេះយើង yes តាមវាមក For your safety, please stay alert to changing road conditions and use Sync's voice-activated features while your vehicle is in motion អញ្ចឹងបន្ទាប់មកវានៅទូរស័ព្ទនេះវានឹងសួរនេះ connect CarPlay ឬអត់អញ្ចឹងយើង connect មកហើយនៅ screen នេះក៏វា load ដែរមិញហ្នឹងអូខេហើយកន្លែងនេះវាសួរថា primary device នេះបើយើងបើកវាអញ្ចេះគឺវានឹង save ចាំជាជំរើសទី1ហ្មងនៅពេលបងជាប់ទូរស័ព្ទច្រើនហើយបងចូលមកក្នុងឡាននឹងវិញគឺមានទូរស័ព្ទច្រើនក៏ដោយគឺទូរស័ព្ទបងដែលភ្ជាប់យើង set ដាក់ថា primary device នេះគឺនឹងភ្ជាប់មុនគេតែម្ដងបាទតែបើអត់ចង់ទេបិទវាមក finish ទៅហើយកន្លែងនេះវានឹងសួរនេះប្រើ CarPlay អត់អញ្ចឹងយើង enable វាទៅអូខេមួយទៀតមកអូខេអញ្ចឹងចាប់ដើមចូលហើយនេះអូខេអញ្ចឹងដល់ពេលបងជាប់ហើយគឺវានឹង load ផ្ទាំងបែបហ្នឹងហើយអញ្ចឹងមុខងារមួយចំនួនដែលនៅក្នុងទូរស័ព្ទយើងគឺវានឹងយកមកដាក់ក្នុងហ្នឹងសម្រាប់យើងប្រើនៅតាមផ្លូវបាទមានដូចជាមុខងារទូរស័ព្ទអញ្ចឹងទៅចម្រៀង podcast ហើយដែលសំខាន់ជាងគេយើងជាប់ CarPlay ហ្នឹងគឺដើម្បី Google Map នេះឯងបាទយើងចង់ set ទៅទីតាំងណាអីចឹងទៅយើងមើល screen នៅ map ហ្នឹងស្រួលបាទហើយបើចង់ខលទូរស័ព្ទអីក៏បានចុចបាច់មកនេះលេខទូរស័ព្ទដូចតែទូរស័ព្ទយើងអញ្ចឹងបងប្អូនអើយស្រួលណាអូខេហើយបើចង់ចាក់ចម្រៀងបងគ្រាន់តែចូល YouTube ទៅចាក់បទអីចាក់ទៅលឺហើយវាអូតូម៉ាទិកលឺហើយបាទបើកសលេងនិយាយទៅបាសនៅលើ Ford Ranger Vatrac ហ្នឹងគឺអែមែនតើបងអូខេបងប្អូនអរគ្នាអញ្ចឹងពាក់ព័ន្ធនឹងកន្លែងនេះគឺយើងសេរីម៉ាស៊ីនត្រជាក់បានណាអញ្ចឹងម៉ាស៊ីនត្រជាក់នេះយើងអាចចង់សេរីជាប្រភេទ touch screen ក៏បានដែរវាដាក់នៅមជ្ឈខាងក្រោមនេះហើយនេះគឺប៊ូតុងផ្ទាល់បាទអញ្ចឹងប៊ូតុងផ្ទាល់ចុចក៏បានស្រួលជាងកន្លែងនេះយើងតម្លើងអង្សាសេវាហ្នឹងបាទខាងនេះក៏បានដែរអូខេហើយនេះគឺបិទម៉ាស៊ីនត្រជាក់ហ្មងបាទហើយអានេះគឺតម្លើងវ៉ូលីមមញ៉េរបស់យើងហ្នឹងហើយបើយើងចង់បិទមញ៉េអីហ្មងចុចនៅកណ្ដាលហ្នឹងទៅគឺបិទហើយបាទហើយនេះគឺមុខងារសុំផ្លូវសុំអីចឹងណាអូខេហើយនៅខាងក្រោមនេះទៀតយើងមានកន្លែង wireless charge បងប្អូនបាទកន្លែងកណ្ដាលនេះហ្នឹងហើយមួយទៀតកន្លែងនេះមានដូច USB Type A Type C ចឹងទៅបើបងចង់ប្រើខ្សែដោតក៏បានដែរបាទហើយនៅនេះយើងមានកន្លែងដាក់កែវទឹកដល់12ហើយកន្លែងនេះគឺឆ្កឹះលេខរបស់យើងជាប្រភេទ eShifter ស៊េរីថ្មីដូចទៅនឹង Everest ហើយនឹង Raptor អញ្ចឹងសម្រាប់ប្រភេទ Vatrac ស៊េរីថ្មីនេះណាបងបាទហើយកន្លែងនេះគឺហ្វ្រាំងដៃអេឡិចត្រូនិកអញ្ចឹងនៅពេលបងចង់ដាក់ប្រាំងដៃហ្នឹងគឺគ្រាន់តែឆ្កឹះមកដាក់អីបាទហើយបើបងចង់ដោះវិញជន់ប្រាំងសិនហើយបងចុចសកត់វាចុះក្រោមចេះទៅគឺវាដោះហើយបាទប្រាំងដៃណាហើយកន្លែងនេះគឺកន្លែងបិទ sensor បងបាទចុចមកវានឹង load ផ្ទាំងនៅលើនេះហើយនេះអញ្ចឹងបងអាចចុចបិទ sensor ជុំវិញឡានរបស់យើងនឹងបានកន្លែងហ្នឹងមួយវិញទៀតកន្លែងនេះគឺមុខងារ traction control បាទអញ្ចឹងបងចុចបិទនៅតំណឹងក៏បានដែរអញ្ចឹងវានឹងបង្ហាញនៅលើតាប់ឡូអេក្រង់យើងបាននេះបាទនៅគៀនខាងនេះហើយចុចមួយវិញគឺបើកន្លែងហ្នឹងហើយមួយទៀតនេះគឺមុខងារ auto start stop ដែលជាមុខងារថ្មីទៅតែបំពាក់មកគ្រប់ Ford Ranger ទាំងអស់ស៊េរីក្រោយនេះបាទអញ្ចឹងមុខងារហ្នឹងមុខងារ auto start stop នៅពេលបងទៅដល់ stop
បើសិនជាឡានរបស់យើងវាអត់ចាំបាច់ត្រូវប្រើកម្លាំងខ្លាំងទេគឺវានឹងជួយប្លុតម៉ាស៊ីនឲ្យតែម្ដងដោយជួយសន្សំសំចៃកុំឲ្យម៉ាស៊ីនឆេះអញ្ចឹងណាតែមកសធុគឺវានឹងឆេះខ្លួនឯងវិញហើយបើក្នុងរយៈពេលយូរពេកអញ្ចឹងណាហើយបើសិនជាក្នុងស្ថានភាពឡានត្រូវការប្រើកម្លាំងខ្លាំងអីអញ្ចឹងម៉ាស៊ីនវាដំណើរការវាអត់ប្រឡូតទេបាទនិយាយទៅតតែម៉ាស៊ីនឡានអត់សូវត្រូវប្រើកម្លាំងទើបអលត់ខ្លួនឯងបាទតែបើសិនមុខងារហ្នឹង auto start stop ហ្នឹងបងអត់ចង់ប្រើទេចុចកន្លែងហ្នឹងបិទទៅបាទនៅលើនេះក៏វាបង្ហាញដែរគេគូសហ្នឹងគឺបានថាបិទហើយបាទហើយកន្លែងនេះគឺ screen off road បងចុចមកវានឹង load នៅលើនេះហើយនេះអេក្រង់ហ្នឹងចុចនៅក្នុងហ្នឹងវាបង្ហាញកាមេរ៉ាខាងមុខហើយដែលសំខាន់ហ្នឹងនេះបាទវាមានមុខងារបន្ថែមណានេះមុខងារសម្រាប់ចុះចំណតខ្លួនឯងនេះហើយមួយទៀតនេះគឺ lock ប៉ងខាងក្រោយបាទនៅពេលជាប់ផងជាប់អីហ្នឹងហើយនៅលើហ្នឹងទៀតបងអាចមើលសម្ពាធកង់តាមហ្នឹងក៏បានដែរឬក៏បិទ sensor ជាមួយឡានហ្នឹងតាមហ្នឹងក៏បានដែរនៅនេះបាទហើយកន្លែងនេះគឺប្រព័ន្ធ drive mode របស់យើងបាទ drive mode ហ្នឹងយើងអាចបវល់ហើយយើងមើលនៅលើកុងទ័រនេះវិញអញ្ចឹងទាំងអស់ mode របស់វាមាន6ទី1នេះគឺ normal បន្តមកទៀតវាមាន mode eco បែបជួយសន្សំសំចៃពេលបងបាក់ក្នុងក្រុងស្ទះខ្លាំងអីប្រើ mode ហ្នឹងទៅវាជួយ save សាំងរបស់យើងបានដែរបាទជួយ save មួយសូតបងប្អូនបាទទី3នេះ mode សដោងបាទមានកតុយសដោងអីហ្នឹង mode ទី4គឺ mode ផ្លូវ slippery បានន័យថាល្អលបាទហើយ mode ចុងក្រោយនេះ mode ដី mode បន្ទាប់បាទសំទោសហើយ mode បន្ទាប់ហ្នឹងគឺ mode ដីផុកបាទហើយ mode ចុងក្រោយនេះគឺ mode ដីខ្សាច់បាទអញ្ចឹង mode មួយពេលបងកាច់ចូលទៅអាមុខងារដែលស័ក្តិសមឬក៏ត្រូវប្រើជាមួយនឹងស្ថានភាពផ្លូវចាក់ស្ដែងហ្នឹងឧទាហរណ៍ថា mode ដីខ្សាច់នេះវាត្រូវការឡុកប៉ងវាត្រូវការប្រើប៉ង PA ហ្នឹងគឺវាចូលខ្លួនឯង direct តែម្ដងបាទទៅនៅមែនតើអញ្ចឹងស្រួលមិនបាច់យើងស្មុគស្មាញថាអូចូលផ្លូវប្រភេទអញ្ចឹងគូប្រើមុខងារណាខ្លះអីទេអញ្ចឹងគ្រាន់តែកាច់តាមស្ថានភាពផ្លូវ drive mode ហ្នឹងទៅគឺវា automatic ទៅតែម្ដងបាទអញ្ចឹងបងប្រហែលជាបានឃើញនៅលើនេះមានប៊ូតុងមួយចំនួនទៀតបាទអញ្ចឹង PH នេះគឺសូមបញ្យល់ថានេះគឺជាប៉ងមួយអញ្ចឹងបងចុច PH អញ្ចឹងវាលោតពណ៌ក្រួយហ្នឹងគឺវាកំពុងតែជាប់ប៉ងមួយទេហើយឡានរបស់យើងហ្នឹង Ford Ranger Vatrac នេះគឺប្រើជាមួយនឹងកលេខាងក្រោយអញ្ចឹងវាផ្ដល់កម្លាំងរុញទៅកង់ខាងក្រោយណាអញ្ចឹងប៉ងមួយហ្នឹងគឺវាកង់ខាងក្រោយទាំងពីរគ្រាប់ហ្នឹងហើយសម្រាប់ Like 4A នេះគឺយើងប្រើសម្រាប់ពេលផ្លូវល្អផ្លូវអីអញ្ចឹងណាអញ្ចឹងមុខងារហ្នឹងគឺវាត្រូវការប្រើប៉ងពីរគឺវានឹងលោតចូលខ្លួនឯងតែម្ដងបាទហើយបើ 4H នេះគឺដឹងតែរហូតហើយប៉ងពីររហូតហើយមកចុចប្រើ 4H ហ្នឹងណាបាទអាហ្នឹងយើងប្រើពេលផ្លូវយើងផុកផ្លូវពិបាកអីហ្នឹងបាទហើយបើថាផ្លូវពិបាកខ្លាំងតែម្ដងគេប្រើដល់ 4L សម្រាប់ពេលជាប់ផុងឬក៏យើងឡើងចំណោតចោតខ្លាំងអីអញ្ចឹងណាគេប្រើដល់ 4L ដើម្បីយកកម្លាំងខ្លាំងបាទអញ្ចឹងមុខងារ 4L នេះមិនមែនថាចុចបាច់ចូលទេលុះត្រាតែដំបូងឡើយបងឈប់ឡានសិនបន្ទាប់មកទៀតហើយយើងដាក់ចង្កឹះលេខយើងហ្នឹងចូល N សិនបាទដល់ចូល N ហើយបានបងមកចុច 4L ហ្នឹងទៅចូលបាទហើយយើងដាក់ D ទៅវាចូលកាពីតាហើយបាទហើយដល់ពេលបងប្រើចប់ហ្នឹងហើយយើងឈប់ឡានស្ងៀមដាក់ N ដដែលបាទតបមកទៀតយើងចុចពី 4L មក 4A ឬក៏ 2A មកគឺវាផ្ដាច់ចេញពីកាពីតា 4L ហ្នឹងហើយបាទដែលជា 4L ខ្លាំងណាហើយផ្នែកខាងក្រោយរបស់យើងគឺយើងមានជាមួយនឹងម៉ាស៊ីនជែកដែរហ្នឹងហើយយើងអាចប្រើបានហើយខាងក្រោមនេះយើងមានកន្លែងដោតសាកភ្លើងសាកអីបានអញ្ចឹងណាហើយក៏មានដូច USB ដែរ Type A Type C អញ្ចឹងទៅបាទហើយអ្វីដែលខ្ញុំចង់បង្ហាញបងនៅកៅអីផ្នែកខាងក្រោយហ្នឹងគឺទៅលើកន្លែងដែលយើងអាចរកដោយសម្រាប់គឺថាយើងចង់ដូរកង់ឡានអីអញ្ចឹងណាតាមផ្លូវតាមអីហ្នឹងបាទគេលោកបងហត់ឃើញអញ្ចឹងនេះបងនេះកន្លែងនេះវាមានខ្សែណាឬក៏បងខ្លះគាត់អាចដាក់ទុកក្នុងនេះអីដកវាចេញមកហើយពេលបងបើកវាមកនេះអញ្ចឹងអានេះគឺជាសោសម្រាប់ដោះកង់របស់យើងហ្នឹងបាទគឺគេដាក់នៅខាងក្រោមកៅអីជួរទី2ហ្នឹងបាទមានសោដោះកង់សោអីអញ្ចឹងណាហើយអត់ឃើញដូចមែនទេបាទដូចមែននៅហ្នឹងទេពាក់ព័ន្ធនឹងដូចហ្នឹងដែរបងវាមិនមែននៅក្រោមកៅអីហ្នឹងទេប៉ុន្តែវានៅខាងក្រោយនេះវិញនេះបាទអញ្ចឹងកន្លែងនេះវាមានខ្សែមួយយើងទាញវាមកក៏ត្រាក់វាមកហើយយើងអាចបើកអាកៅអីខាងក្រោយហ្នឹងបានហើយកន្លែងដូចហ្នឹងនេះបងឃើញទេដូចនេះបាទអញ្ចឹងសោនៅខាងក្រោមដូចនៅខាងក្រោយបាទអញ្ចឹងទៅប៉ុណ្្នឹងអាចដោះបានហើយសួរថាកន្លែងណាដែរយើងអាចដោះកង់តម្លាក់កង់ស្គូបានតាមកតាមខ្ញុំបងប្អូនគ្នាអញ្ចឹងកន្លែងដោះកង់ស្គូហ្នឹងវានៅខាងក្រោយហ្នឹងបងនេះដែលចាប់អារម្មណ៍ប្រឡោះនេះអត់ហ៊ុនហ្នឹងបងកលេចមើលខាងក្នុងវាមាន
កន្លែងហ៊ុនសហ្នឹងណាយើងយកអាសោពីក្រោមកៅអីមិញហ្នឹងយកមកដល់បន្តគ្នាទៅហើយយើងយកញុកទៅចូលក្នុងនោះទៅឲ្យវាត្រូវថ្មិញហ្នឹងយើងល្វីទៅតម្លាក់កង់សកួរមកនេះកង់សកួរយើងនៅខាងក្រោមហ្នឹងណាបងបាទអូខេបងអរគ្នាអញ្ចឹងនេះគឺជាវីដេអូបង្ហាញពីរបៀបប្រើប្រាស់ Ford Ranger Wildtrak ម៉ាស៊ីន 3.0 ស៊េរីថ្មីហ្នឹងហើយបើសិនជាបងមានចង្អុលបន្ថែមអាចសាកសួរបាននៅក្នុង comment ហ្នឹងហើយមួយទៀតជួយ like subscribe និង share វីដេអូនេះផងដើម្បីជួយគាំទ្រ channel របស់ខ្ញុំណាហើយបើសិនជាបងចង់អញ្ជើញមកមើល Ford Ranger Wildtrak ស៊េរីថ្មីនេះតលអីក៏អាចអញ្ជើញមកបានដែរនៅ Ford សាខាភ្នំពេញថ្មីបាទឬក៏អាចតំណមកកាន់ខ្ញុំផ្ទាល់មុនក៏បានដែរអរគុណជម្រាបលា